បាត់ដំបងជាខេត្តដែលពោរពេញដោយលក្ខណៈពិសេសទាំងស្ថាបត្យកម្មម្ហូបអាហារនិងតំបន់ទេសចរណ៍ធម្មជាតិចង់ដឹងថានៅខេត្តនេះមានលក្ខណៈពិសេសអ្វីខ្លះតោះទៅដើរហើរនៅបាត់ដំបងជាមួយខ្ញុំទាំងអស់គ្នាចិត្តប៉ុន្មានរូបភាពដល់យ៉ាងខ្លាំងគឺቶምលេងបោកដងក្តាំងចិត្តគឺព័ន្ធទាំងតាមទៅអត់លេចំពោះកន្លែងទី1ដែលខ្ញុំបានមកហ្នឹងគឺហាងមីកូឡាពីធ្នូអ្នកទាំងអស់គ្នាកន្លែងគាត់មានលក់ទាំងមីកូឡាមានលក់ទាំងបាយម្ហូបតែខ្ញុំrecommendមីកូឡាអ្នកទាំងអស់គ្នាឆ្ងាញ់មែនតើបន្ទាប់ពីញ៉ាំអីឆ្អែតហើយខ្ញុំបានមកអតីតសាលាខេត្តបាត់ដំបងអ្នកទាំងអស់គ្នាអគារនេះបានរចនាដោយស្ថាបត្យករអ៊ីតាលីតាំងពីឆ្នាំ1905មកជាទីកន្លែងស្នាក់នៅរបស់អតីតអភិបាលខេត្តកថាធនឈុំដែលពេលនោះបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់សៀមនៅឆ្នាំ1907សន្ធិសញ្ញាបារាំងសៀមក៏បានបកគោខេត្តបាត់ដំបងនេះឲ្យខ្មែរវិញបច្ចុប្បន្នអគារនេះបានក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រប្រចាំខេត្តបាត់ដំបងចេញពីអគារប្រវត្តិសាស្ត្រខ្ញុំក៏បានមកដល់ភូមិមួយដែលមានដើមដូងដើមស្លាដុះព្រួងព្រាតប្រកបជាទេសភាពមួយដ៏ស្រស់ស្អាតដែលភូមិនេះគឺគេហៅថាភូមិសំណាញ់ពងថតនៅភូមិសំណាញ់ហ្នឹងខ្ញុំក៏មើលឃើញពជាវហៅកាត់ពេលហ្នឹងខ្ញុំក៏ដឹងល្មមថាដល់ម៉ោងពជាវចេញហើយអញ្ចឹងខ្ញុំក៏បញ្ញាប់ចេញទៅភ្នំសំពៅដើម្បីមើលពជាវចេញពីលាមកដល់ភ្នំសំពៅខ្ញុំបានឃើញពជាវហើយចេញពីលាយ៉ាងច្រើនក្បាលច្រើនថាច្រើនយូរតែមែនទេណាអ្នកទាំងអស់គ្នាសត្វពជាវដែលចេញពីលានេះមានប្រមាណ15ទៅ20លានក្បាលហើយវាចេញនៅក្នុងចន្លោះម៉ោង5ទៅម៉ោង6កន្លះនេះបើខ្ញុំមើលតាមផ្ទាំងមួយនេះអ្នកទាំងអស់គ្នាក៏ជាមួយលាងពជាវនឹងយើងក៏ឃើញមានព្រះពុទ្ធបដិមាយ៉ាងធំខ្លាំងមែនទេអ្នកទាំងអស់គ្នាឆ្លាក់នៅភ្នំសំពៅនឹងមកមានអំបៅនៅចិត្តពៅគ្រាន់បានផ្លែតុងមួយចេញពីមើលពជាវហើយដោយរៀងឃ្លានខ្ញុំក៏មកញ៉ាំអីនៅកន្លែងមីកូតាំងគូជាអ្នកទាំងអស់គ្នាកន្លែងគាត់ល្បីខ្លាំងមែនទែនអ្នកបាត់ដំបងគាត់ជាស្គាល់គាត់ហើយរសជាតិគឺអែមមកទោះដល់ព្រឹកថ្ងៃបន្ទាប់ខ្ញុំក៏បានមកហាងកាហ្វេខ្ញីអ្នកទាំងអស់គ្នាហាងកាហ្វេដែលមានដើមផ្កានៅពីមុខស្អាតមែនទែនទាំងបរិយាកាសក្នុងហាងអីគឺពិតជាល្អមែនទែនបើមកបាត់ដំបងកុំភ្លេចចូលលេងហាងកាហ្វេនេះផងណាអូឡាស្រមលែន